បាទស្វាគមន៍មកកាន់ប្លុកព្រឹកថ្ងៃទី3របស់ពួកខ្ញុំទៅលេង Disneyland នៅកួងជើហើយជីឡានតាមផ្លូវឃើញផ្កានេះស្អាតមែនទែនដូចផ្កា Sakura ក៏វាពណ៌ក្រហមហើយបញ្ជាវាស្ពាននេះវិញវាស្ពាន Golden Gate នៅអាមេរិកនិយាយទៅដូចប្រហែលធ្លាប់តាមអាមេរិកសម្ភារធ្លាក់រហូតសោះហ្នឹងណាបាទហ្នឹងហើយថ្ងៃហ្នឹងពួកខ្ញុំបានមកលេងកន្លែងនេះឆាងឡុង Paradise គេនេះមិន Disneyland ណាកុំច្រឡំ Disneyland តើអីនៅកងចើមាន Disneyland នេះខ្ញុំសរសេរក្បាលវីដេអូហ្នឹងចេះសេអតាក់ទាញនេះដំណើរឆ្ពោះទៅ roller coaster ហើយណាជីអីគេនោះបាទហើយបាននិយាយកន្លែងកំសាន្តហ្នឹងគឺវាបានតែ 40% នៃ Disneyland ទេវាមិនធំដូច Disneyland ហ្មងទេបាទហើយមកដល់កន្លែងនេះគឺពួកខ្ញុំបានជិះអាកូន roller coaster នេះហើយចាំមើលខ្ញុំធ្វើសម្ដែងឲ្យអ្នកនរគ្នាមើលថាខ្ញុំភ័យដល់កម្រិតណាគេនេះគឺជាវីដេអូពេញដែលខ្ញុំសម្ដែងធ្វើភ័យដល់ស្ដាប់ទាំងអស់គ្នាបាទមិនដែរណានេះគឺខ្ញុំសម្ដែងធ្វើភ័យហ៎កូន roller coaster ឯណាមិនមែនមេ roller coaster ឯណាអា roller coaster ខ្ញុំជិះមួយញ៉ឹងគេដាក់ឲ្យកូនក្មេងជិះចឹងអ្នកនរនេះដឹងហើយកន្លែងណាដែលគេដាក់ឲ្យកូនក្មេងជិះគឺកម្រិតភ័យវាអត់ខ្លាំងហើយបន្ទាប់ពីស្រែកអស់កម្លាំងហើយក៏ចូលមកហៅ AC ទៀតដើម្បីបើកម្លាំងទុកស្រែកទៀតបាយសាសៀវកំទាជៀននេះឡើងតំណងនេះអានេះគេដូចជើងមាន់នេះដូចជាឈូខអានេះស្អីចឹងហើយបន្ទាប់ពីអ៊ីតបាយហើយក៏ដើរមើលទេសភាពក្នុងហ្នឹងដើរមើលថាមានឧបករណ៍មានលបែងអីលេងខ្លះក្នុងហ្នឹងលបែងឧបករណ៍របស់កូនក្មេងក៏មានមនុស្សចាស់ក៏មានអរន្ធត់ក៏មានដែរបន្ទាប់ពីដើរទស្សនកិច្ចទេសភាពនៅក្នុងនឹងហើយខ្ញុំក៏ធ្វើដំណើរមកជីវីគីងម្ដងនិយាយមែនណាមកលបែងទាំងអស់ roller coaster អីខ្ញុំអត់ខ្លាចទាំងអស់ខ្ញុំខ្លាចតែលបែងពីរមុខគេមួយគឺបុកគ្រឹះទី2ទៅគឺអាវីគីងហ្នឹងមានអារម្មណ៍ថាពេលវាយល់កាន់តែខ្ពស់ធ្លាក់ចុះមកវិញមានអារម្មណ៍ពោះយើងនៅអត់ពវៀនហ្នឹងសៀវខ្ញុំបងនៅលើអាវីគីងខ្ញុំជិះនៅមានម្នាក់ស្រីមួយនោះប្រហែលជាគាត់បាយឆ្អែតឬមិនដឹងឬភ័យពេកគាត់ចង់វិញគាត់ក្អួតហ្មងគាត់ទុកអត់ជាប់ឡើងក្អួតលើវីគីងរបស់គេហ្នឹងហ្មងណាអូយលើកទី1ដែលខ្ញុំឃើញហ្នឹងហើយពេលចុះពី Viking វិញក៏ដើរមកហៅកន្លែងលេងទៀតហើយក៏បានឃើញមនុស្សខ្ពស់នេះ5ម៉ែត្រនេះអើយប្រកែហ្មងទាំងពាក់ស្អីដើរមកទេបានដើរស្រួលទាំងដែរហើយដើរចុះដើរឡើងទៅក៏ខ្ញុំមកជីអានេះតែអានេះវាដូច series roller coaster ដែរតែអត់ស្រាវទេចាញ់អា roller coaster ដែលខ្ញុំជីធ្វើចូលធ្វើស្រែកមុនគេនោះហ៎អានេះធម្មតាអត់សូវគួរឲ្យខ្លាចផងឲ្យត្មងជួលឡើងយូរមកមកជីមកពីចង្ងាយឡើងតំណងដល់ពេលមកជីម៉ែឡអត់មានរន្ធត់អីផងចាំបានថាកន្លែងកំសាន្តណាដែលគេដាក់ឲ្យកូនក្មេងចូលលេងបានមានន័យថានឹងអត់សូវសាហាវអូខេអ្នកនរគ្នាវីដេអូនៅក្នុងសួនកំសាន្តអត់តន់ចប់ឯនៅមានភាគ2ភាគ3ទៀតរងចាំទស្សនាភាពបន្តបាយ